ជំរាបសួរបងប្អូនជាកសិករទាំងអស់គ្នាម្ដងទៀតបាទហើយមុននឹងតិចយើងបាននិយាយអំពីអត្ថប្រយោជន៍នៃការដាក់ជីហើយចំពោះដើមកស៊ូបាទឥឡូវនេះយើងមកនិយាយអំពីផលប៉ះពាល់នៃការអត់ដាក់ជីទៅលើដើមកស៊ូចំពោះកស៊ូដែលជីរយៈពេលយូរឆ្នាំហើយយើងអត់ដាក់ជីសោះអត់ដែលដាក់ជីសោះតើវាមានផលប៉ះពាល់អីអនាគតកស៊ូនឹងទៅជាយ៉ាងណាបាទសូមជួបជាមួយនឹងលោកគ្រូជំនាញបាទសូមអញ្ជើញលោកគ្រូបាទបាទអរគុណបាទសំណួរមានប្រយោជន៍ខ្លាំងសម្រាប់ស្ថានភាពបច្ចុប្បន្នកស៊ូកាលណាតែយើងនិយាយពីដាំមកយើងត្រូវតែដាក់តាមដែលអនុសាសន៍ពីមុនខាងជំនាញការបារាំងអេស៊ីរ៉ាគាត់ឲ្យដាក់នោះយើងដាក់4ឆ្នាំបាទន័យថាមួយឆ្នាំ2ដងជាប់ឆ្នាំ2ដងឆ្នាំ2ដងឆ្នាំ2ដងរហូតដល់ឆ្នាំទី4យើងឈប់ដាក់អញ្ចឹងអាហ្នឹងកាលដែលកស៊ូយើងមិនតាន់ឲ្យផលដល់កស៊ូឲ្យផលហើយតែកាលណាយើងជាបានពី2ទៅ3ឆ្នាំឡើងទៅឬថាពី3ចូលឆ្នាំទី3បាទន័យថាយើងជាឆ្នាំទី1ឆ្នាំទី2ឆ្នាំទី3ព្រោះថាឆ្នាំទី1យើងសំណល់បានន័យថាយើងដែលដាំតាំងពីយើងដាក់4ឆ្នាំជាប់គ្នាមកឆ្នាំទី2ចូលដល់ឆ្នាំទី3យើងត្រូវតែដាក់ឲ្យពីព្រោះដីឥឡូវយើងមិនប្រកាសថាដីនឹងវារក្សាជីជាតិបានដែរដោយសារយើងគូនកាលដីខ្លះវាអូច្រោះអស់អញ្ចឹងការដែលដាក់ជីនេះគឺមានសារៈប្រយោជន៍ណាស់បាទទី1យើងឲ្យកស៊ូយើងរក្សាលំនឹងស្លឹកដើមរក្សាសុខភាពនៅក្នុងដើមហើយរក្សាជីនៅក្នុងដីអញ្ចឹងការដាក់ជីនេះគឺវាមានប្រយោជន៍សម្រាប់ឲ្យយើងដូចថាសុខភាពដើមហើយនឹងជាពិសេសនោះគឺបើថាយើងបើកមុខជាសំខាន់យើងចង់បានជ័រអញ្ចឹងយើងដាក់ទៅគឺជ័រវាកើតបាទអញ្ចឹងបងប្អូនខ្លះគាត់អត់បានដាក់ដោយគាត់ថាជ័រមិនសូវបានថ្លៃជីនឹងថ្លៃជាងជ័រអញ្ចឹងកុំអីបងប្អូនត្រូវតែដាក់អុកមកថាមានខ្ញុំនិយាយខ្នាតតូចទៀតថាមាន30បតាហើយបងប្អូនមិនសូវមានថវិកាអញ្ចឹងបងប្អូនអាចលៃ3ឆ្នាំទៅឆ្នាំទី1អញ្ចឹងដាក់10នេះបាទឆ្នាំទី2ដាក់10ទៀតទៅឆ្នាំទី3ដាក់10ទៀតទៅអាហ្នឹងបងហើយបើសិនណាបងប្អូនដាក់កុំដាក់តិចតួចអอกมาថាគេកំណត់ឲ្យដាក់ពី3ទៅ400ក្រាមឬរហូតដល់500ក្រាមអញ្ចឹងបងប្អូនកុំយក500ក្រាមហ្នឹងដាក់5ដើមមកទៀតដាក់100អញ្ចឹងអាហ្នឹងអត់ទេអត់មានប្រសិទ្ធភាពទេអញ្ចឹងបងប្អូនថាមាន500ក្រាមគឺដាក់មួយដើមហ្នឹងឲ្យគ្រប់ហ្មងហើយចាំយើងឆ្នាំក្រោយទៅយើងទៅដាក់កន្លែងផ្សេងទៅខ្ញុំឧទាហរណ៍ថាបងប្អូនមាន30ហាត់យើងបែងចែកជា3ទៅប៉ុន្តែរឿងថាឲ្យខានជារហូតដល់4-10ឆ្នាំ5-6ឆ្នាំឡើងទៅអត់អញ្ចឹងអត់មានទេអត់ទៅបានទិន្នផលដូចគេដាក់ជីទេហើយការដាក់ជីលើបងប្អូនឃើញគាត់ដាក់ខ្លះគាត់ដាក់លិមុខគោខ្លះគាត់ដាក់ជីសរីរាង្គជីខ្លះគាត់ដាក់ជីគីមីឲ្យតែបានដាក់អីក៏បានដែរប៉ុន្តែអមថាបើយើងដាក់សមត្ថភាពខ្ពស់ដូចជាឧទាហរណ៍20-15ឬក៏សារធាតុផ្សេងទៀតបើយើងដាក់តិចយើងទៅឡើងជំបរិមាណបាទហើយបើថាយើងដាក់លិមុខគោដល់ឲ្យយើងដាក់ទាំងបាវដូចជាការខ្លះអញ្ចឹងទៅគាត់ឃើញគាត់ដាក់អញ្ចឹងនឹងបងប្អូនត្រូវតែដាក់មិនបានទិន្នផលទេបាទសូមអរគុណលោកគ្រូបាទហើយលោកគ្រូបើសិនជាកស៊ូអត់ដែលដាក់ជីអញ្ចឹងយើងចេះតែជាទៅអញ្ចឹងឯតាមចេះតែកម្មទៅកស៊ូនឹងអាណាគាត់ទៅលក់ដើមលោកគ្រូបាទហ្នឹងហើយបើថាយើងមិនដាក់ជីយើងមិនបំពន់វាយូរទៅវាអស់ទៅអញ្ចឹងកាលណាតែយើងកស៊ូយើងវាខ្សោយខ្សោះជីជាតិទៅអញ្ចឹងយើងប៉ះរបួសអីតិចតួចវាអត់មានកម្លាំងសម្រាប់ដុសសបកទី1នឹងមកបំពេញអញ្ចឹងវាត្រូវតែដាក់និយាយរួមថាមិនដាក់មិនបានបាទកាលណាតែយើងដាក់ទៅដើមនោះព្រោះយើងដឹងថាកស៊ូកាលណាតែយើងមិនទាន់ជាការលូតលាស់វាអាចមានពី8ទៅ10សង់ទីម៉ែត្រក្នុងមួយឆ្នាំហើយបើកាលណាតែយើងចូលជីហើយការលូតលាស់យឺតណាស់ហើយបើសិនតែយើងមិនបានដាក់ជីទៀតរឹតតែអត់លូតបាទវានៅតែត្រឹងអញ្ចឹងតែកាលណាយើងបានដាក់ជីជ័រក៏បានដើមនឹងក៏វារីកលូតតិចទៅយើងអនាគតទៅពេលកាប់ដើមយើងក៏បានថ្លៃជាងគេបើយើងអត់បានដើមនៅតែតូចអញ្ចឹងកាប់ទៅវាពេលយើងលក់ដើមដល់អនាគតទៅត្រូវកាប់ដើមវាអត់ទៅមានតម្លៃដែរបាទសូមអរគុណលោកគ្រូដែលបានរៀបរាប់យ៉ាងក្បោះក្បាយលម្អិតអំពីអត្ថប្រយោជន៍និងគុណវិបត្តិនិងគុណសម្បត្តិរបស់ការដាក់ជីទៅលើដំណាំកស៊ូបាទសូមអរគុណច្រើនសង្ឃឹមថាបងប្អូនជាកសិករអាចទទួលយកបានបាទសូមគុណសូមជម្រាបលាបាទ